សុខភាពល្អទើបសំខាន់បំផុតបើសិនជាថ្ងៃណាមួយអ្នកមានបានដាច់ខាតត្រូវតែមានសុខភាពល្អទើបជីវិតនេះទទួលបាននូវភាពរីករាយប្រសិនបើថ្ងៃណាមួយអ្នកធ្លាក់ខ្លួនក៏នៅតែត្រូវការសុខភាពល្អទើបអាចវិលមកដូចដើមវិញសុខភាពមិនមែនទី1ប៉ុន្តែវាគឺជាអ្វីដែលមានតែមួយរបស់នេះថ្លៃរបស់នោះក៏ថ្លៃឆ្លុះកញ្ចក់មើលតាមពិតអ្នកខ្លួនឯងទេដែលថ្លៃបំផុតនៅពេលដែលអ្នកឈឺដីឬក្រេតើលុយប៉ុន្មានទើបអាចធ្វើឲ្យអ្នកងើបឡើងវិញបានដូច្នេះរក្សាសុខភាពគឺជាជំរឿនដ៏មានគតិបណ្ឌិតរួមមួយជាតិធាតុមួយចានធ្វើឲ្យខ្លួនឯងមានសុខភាពល្អគឺជាគុណធម៌ធ្វើឲ្យគ្រួសារមានសុខភាពល្អគឺជាភារកិច្ច